អ្នកដៀលខ្ញុំល្ងងខ្ញុំទទួលខ្ញុំល្ងងដោយសារតែភាពស្មោះត្រង់ខ្ញុំយកភាពស្មោះត្រង់នេះគឺជាដើមទុនទោះបីក្រទ្រព្យធនក៏នៅតែជាមនុស្សថ្លៃថ្នូរកូនត្រូវចាំគ្មានអ្វីក្រអូបជាងគេឈ្មោះគ្មានអ្វីពីរោះជាងពាក្យសម្ដីគ្មានអ្វីថ្លៃថ្នូរជាងអត្តចរិតគុណតម្លៃរបស់មនុស្សមិនស្ថិតលើសម្លៀកបំពាក់របស់ប្រើទំនើបតែវាស្ថិតទៅលើចិត្តគំនិតអត្តចរិតនិងសន្តានកូនត្រូវចាំការអំនួតនាំឲ្យបរាជ័យការមើលងាយអ្នកដទៃនាំឲ្យបាត់បង់តម្លៃរបស់ខ្លួននៅក្នុងថ្ងៃណាមួយកូនចាំណាចោលនៅតែជាចោលមាសសិតកុំខ្លាចភ្លើងទោះអ្នកណាមើលមិនឃើញក៏បុព្វបុរសដូនតានៅតាមជួយថែរក្សាឃុំក្រងមិនជាលើកទី1ដែលខ្ញុំញ៉ាំជាមួយនឹងពងក្រូចកូននោះទេគ្រាន់តែពេលដែលខ្ញុំញ៉ាំគឺខ្ញុំមិនដែលថតវីដេអូបង្ហាញទេនេះដោយសារតែឃើញជាមួយនឹងវីដេអូបងស្រីឡេវម្នាក់នោះគាត់ញ៉ាំគាត់ថានៅក្នុងនោះមានតកៅមិនបាន IQ របស់គាត់ low ខ្លាំងម៉េចខ្ញុំឃើញប្រទេសរបស់គាត់មានពងក្រូចកូននឹងលក់ដែរតាតែខ្ញុំឃើញវីដេអូដែលគេនិយាយពីប្រវត្តិរបស់គាត់ថាគាត់ធ្លាប់រៀនចប់អីចឹងណាគេមិនត្រូវជ្រះដែរចំណេះដឹងប៉ុន្តែមិនបានទៅជាចេញពងក្រូចកូននៅក្នុងនោះមានតកៅហើយតកៅនោះវាកើតចេញពីគេតកៅនោះវាតតែរបៀបមានរបស់ប្អូនមានផ្លែឈើអីចឹងអញ្ចឹងមិនថាបើអ្នកល្ងងមកយកប្រាប់ទៅគាត់ឆ្លាតគាត់អាចនឹងចេះដឹងមកវិញអីចឹងទៅប៉ុន្តែអ្នកដែលគាត់របៀបធ្វើជាល្ងងនេះពិបាកប្រាប់គាត់អត់ដឹងមែននៅក្នុងប្រទេសកូននៅក្នុងពងក្រូចកូនហ្នឹងគឺមានវីតាមីន B ដែលធ្វើឲ្យ IQ របស់យើងគឺអត់ low ទេ high ចឹងទៅអញ្ចឹងអ្នកដែលគាត់ខ្សោយខួរក្បាលអត់សូវចង់ចាំល្អឯងអាចញ៉ាំមុនទីកូនពងក្រូចកូននេះខ្លះតែកុំញ៉ាំច្រើនពេកញ៉ាំមុំទៅបានទេវាគ្រាន់តែជំនួយមួយផ្នែកនៃចំណីអាហារអីចឹងទៅអញ្ចឹងសង្ឃឹមថាគាត់ឃើញវីដេអូនេះគាត់នឹងយល់ថាគាត់ back ទៅ country របស់គាត់វិញហើយគាត់ញ៉ាំមិននឹងឲ្យច្រើនដើម្បីកុំឲ្យ IQ របស់គាត់ low អីចឹងណាអូខេនិយាយពីគាត់តែប៉ុណ្្នឹងបានទេនៅក្នុងវីដេអូនេះនៅពេលឥឡូវនេះគឺខ្ញុំនៅក្នុងតាខ្មៅហើយខ្ញុំពិតជាទើបតែដឹងថាតាខ្មៅក៏មានទុកជីដែរចឹងណាពេលខ្ញុំចង់ជិះទុកគឺខ្ញុំទៅមកតលេខ្ញុំតែងតែទៅមកតលេពីព្រោះខ្ញុំចង់ទៅអង្គុយ relax ហើយស្រូបយកខ្យល់អាកាសបរិសុទ្ធនៅលើទុកអីចឹងទៅពេលខ្លះមើលទេសភាពពេលយប់ព្រោះពេលភ្លឺខ្ញុំរវល់ការងារចឹងខ្ញុំអត់មានពេលទៅអង្គុយមើលពេលភ្លឺតែបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាមានពេលអាចទៅ relax នៅលើទុកបាននៅលើទុកជាទូទៅហ្មងគឺមាន fast food របៀបអាហារសម្រន់ណាបែបរបៀបមានប្រហិតមានសណ្តែកដីអីចឹងញ៉ាំលេងចឹងទៅមានមន្ទាកូនមានពងក្រូចកូនមានបុកល្ហុងមានអីចឹងទៅអញ្ចឹងយើងអាចមើលទេសភាពបណ្ដាយើងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធបណ្ដាហើយយើងញ៉ាំជាមួយនឹង fast food អាហារសម្រន់បែបហ្នឹងនៅលើទុកបានហើយខ្ញុំចេញវីដេអូញ៉ាំជាមួយនឹងពងក្រូចកូននេះគឺខ្ញុំអត់ចង់ឌឺដងទៅបងស្រីឡាវនៅប្រទេសជិតខាងយើងទេគ្រាន់តែចង់ចេញមកញ៉ាំឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញកុំឲ្យយកចរំដូចគាត់ចឹងណាព្រោះពងក្រូចកូនណាមានតែមានតែវីតាមីន B ដែលជួយជំនួយខួរក្បាលយើងអញ្ចឹងយ៉ាញ៉ាំទៅវាគ្មានតែស្អីទេខ្ញុំញ៉ាំយូរហើយយ៉ាសម្រាប់ខ្ញុំហ្មងគឺខ្ញុំតែងតែអភ្លេចជាមួយនឹងកាហ្វេ AK7 នេះពេលខ្ញុំញ៉ាំអាហារច្រើនប៉ុណ្ណាក៏ដោយគាត់ធ្វើឲ្យខ្ញុំឡើងគីឡូអត់ធ្វើឲ្យខ្ញុំឡើងជាតិខ្លាញ់ដែរទៅរំលាយអាហារបានល្អខ្លាំងមែនតើពីមុនចុះខ្ញុំលេខ30ហើយឥឡូវសល់24ទេអញ្ចឹងសូមផ្ដាំទៅបងស្រីបងប្រុសពេលធាត់ទៅពេលអីក៏អត់ស្អាតដែរអត់បារម្ភទៀតហើយញ៉ាំច្រើនប៉ុន្មានក៏ដោយញ៉ាំតែកាហ្វេ collagen AK7 នេះទៅគឺជួយរំលាយអាហារបានល្អខ្លាំងមែនតើអញ្ចឹងរាងរបស់យើងគឺនៅតែស្អាតហើយសំខាន់កាហ្វេរបស់យើងនេះគឺចូលតែដុតរំលាយខ្លាញ់ធ្វើឲ្យដើមដៃទុយធ្វើឲ្យក្បាលពោះហៀបស្មាធ្វើឲ្យដៃជើងសឡូនហើយមានជាមួយនឹង collagen នៅក្នុងកាហ្វេដែរធ្វើឲ្យស្បែកស្អាតដូចគ្នាអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាទាំងអស់គ្នាធុញថប់ជាមួយនឹងការងារឬក៏ stress អីអាចមកអង្គុយលេងនៅលើទូកបានតម្លៃទូកដូចជាអត់ថ្លៃទេអូខេអរគុណច្រើនសម្រាប់ការមើលវីដេអូនេះបាយបាយ see you next video បាយបាយ